ខ្ញុំយល់សពថាបងឯងថ្វាយបង្គំអីមិនដឹងទេកណ្ដាលជប់ដូចបងយល់សពថាអូនឯងជាព្រាយដែរហ្នឹងវាភ័យបែបហ្នឹងណាយល់អារម្មណ៍បងពេលភ័យហើយនៅគឺវាស្លន់អញ្ចឹងយល់ហើយថាវាភ័យស្លន់បើអញ្ចឹងឈប់ភ័យទៅយ៉ាងណាក៏នៅតែជាសុបិនដែរយើងកុំខ្លាចគ្នាអីណារឿងប្តីប្រពន្ធខ្លាចគ្នាមិនភ្លៀងធ្លាក់ជោគជន់លិចស្រែលិចដំណាំរតែគោមួយជីដល់ពីអ្នកប្តីប្រពន្ធកំពុងតែបោះពួយកាត់ទឹកភ្លៀងបងនាំទឹកដល់ខ្ញុំណាហើយមិនភ្លៀងហើយនៅតែនាំប្រពន្ធមកជាមួយទៀតខ្ញុំមិនចង់មកស្រែទេចុះផឹកចុះស្រែឆ្លងទៀនប្រយ៉យហ្នឹងបងធ្វើមិនដឹងតែមេឃនេះភ្លៀងទៅយើងជាអ្នកស្រែចម្ការបើមិនធ្វើស្រែចម្ការតែចង់ធ្វើអីវិញចុះខ្ញុំចង់ធ្វើជាអ្នកមាននោះអីនិយាយស្ដីដោយមិនដឹងអ្វីសោះខ្ញុំចង់មានចង់បានបងអាចដែរដឹងពីទំហំនៃការមានបានឬក៏អត់ហ្នឹងរាល់ថ្ងៃហ្នឹងឲ្យបងធ្វើយ៉ាងម៉េចទៅបើជីវភាពយើងសពថ្ងៃនៅតែប៉ុណ្ណឹងហ្នឹងប៉ុន្តែមិនបានអត់ឃ្លានខ្វះបាយម្ហូបឆីឯណាអូនប៉ុណ្ណឹងគឺវាគ្រប់គ្រាន់ហើយខ្ញុំដឹងថាបងគិតត្រឹមតែរឿងប៉ុណ្ណឹងទេប៉ុន្តែខ្ញុំមិនចង់ឲ្យបងឯងគិតអីដែលវាងាយពេកអញ្ចឹងទេអត់ជាសប្បាយចង់ធ្វើជាអ្នកមានស្ដុកស្ដម្ភនឹងគេទេត្រឹមតែប៉ុណ្ណេះបងយល់ថាវាស្កប់ស្កល់ពេកហើយអូននិយាយជាមួយបងឯងខ្ញុំពិបាកចិត្តណាស់ហ៎ថាបរទេទៅឲ្យលឿនទៅខ្ញុំរងាណាស់បានបងដឹងហើយអ្នកជីប្តីបរទេទៅមុខជារឿយរហូតតតែដល់ផ្ទះចំណែកឯរីណាដែលជាប្រពន្ធក៏បានចូលទៅក្នុងផ្ទះវិញរីណាចូលក្នុងផ្ទះលឿនម៉េះហាភ្លៀងរងាសឹងអីទៅហើយចង់ឲ្យខ្ញុំនៅសង្ងំហាភ្លៀងដូចជាបងឯងកដាទឹកភ្លៀងនឹងយ៉ាងម៉េចបានទៅខ្ញុំជាមនុស្សខ្ញុំខ្លាចគ្រុនក្តៅឈឺស្លាប់អញ្ចឹងហើយទៅផ្លាស់ក៏ឲ្យទៅអញ្ចឹងកុំឲ្យឈឺទន់បងប្រមូលអីវ៉ាន់ទៅតាមក្រោយចាចប់សម្ដីដល់រុនប្រមូលអីវ៉ាន់ចូលទៅក្នុងផ្ទះតាមពីក្រោយប្រពន្ធលុះពេលជប់ឡើងមេក៏ចាប់ផ្ដើមរាំងភ្លៀងខណៈនោះឪពុកម្ដាយដារុនក៏បានមកលេងកូនយើងដេកលក់អស់ហើយមែនទេថ្មហ្នឹងហើយយើងមកលេងកូនអីទាំងយប់អញ្ចឹងម៉ែវាថ្ងៃមិញវាភ្លៀងមកមិនកើតហើយជប់វារាំងអញ្ចឹងបានជាខ្ញុំនាំឲ្យវាឲ្យមកលេងកូនហើយពីអ្នកប្តីប្រពន្ធនេះក៏មិនសូវបានទៅលេងយើងប្រហែលដែរកូនរុនកូនប្រសាពុកម៉ែមកលេងកូនប្តីប្រពន្ធអ្នកទាំងពីរក៏បានចេញមកទទួលឪពុកពេលលើសម្លេងស្រែកហៅហើយនោះប៉កម៉ែមកលេងអីពេលជប់អញ្ចឹងអញ្ចឹងពុកម៉ែឲ្យចូលមកក្នុងសិនមកអូនកុំសួរនាំច្រើនពេកខ្ញុំគ្រាន់តែចង់ដឹងអើយសួរបានពុកម៉ែមិនថាស្អីទេតោះឪវាចូលក្នុងខណៈគ្រប់គ្នាចូលមកដល់ខាងក្នុងកូនប្រសាក៏ចេះតែសួរដេញដោលប៉កម៉ែចេញមកមានការអីដែរព្រោះនេះគឺជាពេលជប់បានជាខ្ញុំសួរចង់ដឹងលឿនអញ្ចឹងសង្ស័យមិនមែនឪពុកម្ដាយក្មេកខ្ញុំផងមើលទៅជាអ្នកណាបន្លប់ខ្លួនមកមែនទេអូនឯងសួរខុសទំនងតែដឹងអូននេះពុកម៉ែបងណាអូនឯងនិយាយស្ដីអីមិនចេះក្រែងចិត្តអញ្ចឹងនោះខ្ញុំចម្លែកចិត្តណាស់បងឯងមិនមើលទៅថានេះគឺជាពេលជប់ពុកម៉ែប៉ាត់មែនតើកូនពីអ្នកប្តីប្រពន្ធកូនឯងណាមិនទៅលេងពុកម៉ែទៅពុកម៉ែមកលេងវិញហើយចម្លែកធ្វើអីទៅជាមនុស្សដូចតែគ្នាទេណាហេតុអីក៏សង្ស័យម្លេះកូនប្រសាមែនតើកូនប្រសាកុំប្រកែសង្ស័យអីបើពួកយើងជាខ្មោចក៏តែអាចចូលមកក្នុងផ្ទះបានមែនទេកូនប្រសាដូចជាមិនចង់ស្វាគមន៍ឪពុកម្ដាយក្មេកសោះទេបើថាទើសទាល់ខ្លាំងពុកម៉ែទៅវិញក៏បានដែរពុកម៉ែមិនមែនបែបនេះទេប្រពន្ធខ្ញុំជាអ្នកធម្មតាចូលចិត្តគិតច្រើនអញ្ចឹងហើយគិតតែរឿងផ្ដេសផ្ដាស់អត់ប្រយោជន៍ទៀតទើបនឹកឃើញអីចេះតែនិយាយមកមិនបានគិតគូរទេដៀបដាំថាឲ្យខ្ញុំសប្បាយម្លេះខ្ញុំតែបែបនឹងស្រាប់ហើយមិនពេញចិត្តមិនបាច់រាប់រកគ្នាទេកូនប្រសាកូនឥឡូវដូចជាឆាប់ឆេវឆាវម្លេះកូនម៉ែសង្ស័យវិញហើយណែថាកូនមិនមែនជាមនុស្សពីមុនទេជាខ្មោចព្រីពីណាបន្លប់ខ្លួនជាកូនប្រសាខ្ញុំមែនទេពុកក៏គិតដូច្នេះដែរកូនប្រុសនេះមិនមែនជាប្រពន្ធរបស់កូនទេនាងជាព្រីកលាខ្លួនជាប្រពន្ធរបស់កូនហើយកុំនៅចិត្តនាងអីកូនព្រោះការនិយាយស្ដីរបស់នាងមិនចេះគោរពចាស់ទុំទេនាងជាព្រីបិសាចមែនហើយពុកម៉ែគិតច្រើនពេកហើយប្រពន្ធខ្ញុំមិនមែនជាព្រីកលាខ្លួនអីទេចាខ្ញុំមិនមែនជាព្រីទេខ្ញុំជាមនុស្សតាពុកនឹងពិសោធន៍ឲ្យកូនបានឃើញពូរឿនស្រាប់តែសូត្រធម៌អ្វីម្យ៉ាងដាក់លើប្រពន្ធដារុនភ្លាមនោះប្រពន្ធរបស់គេក៏ប្រែរូបរាងคล้ายទៅជាអ្នកផ្សេងសក់សំពេញសំពងក្រចកដៃវែងកែភ្នែកលៀនសឹងតែជ្រុះចេញមកក្រៅមិនពិតទេពងនាងចិន្តានាហ្នឹងប្រាប់ហើយមែនទេថានាងមិនមែនជាប្រពន្ធកូនទេរំពេចនោះនីដារុនក៏ត្រូវរមៀលធ្លាក់ចូលទៅក្នុងស្រែដោយសារតែប្រពន្ធរបស់គេរុញទម្លាក់ព្រោះថាមកមើលស្រែកាត់តែពីដេកហេតុអីក៏ខ្ញុំធ្លាក់ចូលស្រែអញ្ចឹងមកធ្វើស្រែហេតុអីក៏មកដេកមកធ្វើស្រែមិនមែនមកដេកទេហ៎សំណាងឲ្យត្រឹមធ្លាក់នៅក្នុងស្រែមិនចុះទៅដាក់ភ្នៅខ្មោចនោះអូនឯងអត់ដាស់បងសោះចេះតែប្រើកម្លាំងលើប្តីបងឯងដេកទៅមុខណាដាស់មិនងាយនឹងភ្ញាក់ទេស្រែកលោឡាពេញនឹងទៀតបាញ់មិញនេះមុននេះបងដេកយសំអូនឯងជាព្រីកលាខ្លួនមកក្នុងចិត្តបងឯងគិតមកលើខ្ញុំសុទ្ធតែជាព្រីហ៎ថ្ងៃក្រោយដេកយកសពក៏ដោយណាក៏ត្រូវគិតថាខ្ញុំជាទេពអសរធ្លាក់មកពីលើមេឃដែរដូច្នេះហើយនឹងយកសពឃើញទេពអសរដូចខ្ញុំហើយបងយកសពអាក្រក់មែនតា
ទៅផ្ទះវិញនៅរកអីទៀតមិនភ្លៀងឥឡូវហើយ បានទៅផ្ទះ ប្តីប្រពន្ធអ្នកទាំងពីរក៏បានចាក់ចេញពីស្រែទៅផ្ទះវិញលុះពេលរៀបចំបាយទឹករួចណារីសម្លឹងរកមើលប្តីតែមិនបានឃើញគេឡើយប្តីខ្ញុំអត់ទៅណាហើយមកបាយទឹកបាត់ខ្លួនឆឹងណារីចេញមករកប្តីដល់ផ្ទះអ្នកជិតខាងបងប្រុសឃើញប្តីខ្ញុំទេបាត់ស្មៅឆឹងមកបាយទឹកឲ្យតាមហៅដោយកូនក្មេងអញ្ចឹង មុនហ្នឹងបងឃើញជិះម៉ូតូទៅអង្លេចបាត់ហើយ មានបានសួរគាត់ឬអត់ថាទៅផ្ទះអ្នកណា អត់អីទេជាអ្នកចិត្តខាងគ្នាសោះសួរបានតាត្រឹមរឿងបន្តិចបន្តួចសោះបើប្តីអូនឯងមានស្រីអីចាំបងប្រាប់ អរគុណហើយដែលចេះដឹងនិយាយចប់ណារីក៏បានត្រឡប់មកដល់ផ្ទះវិញភ្លាមនោះក៏បានឃើញប្តីរបស់នាងនៅក្នុងផ្ទះឯណាវិញបងឯងទៅណាខ្ញុំខំដើររក បងទៅសុំទឹកមុនទុកការពារខ្លួនបើអូនឯងជាព្រីកាឡាខ្លួនមែននឹងកិច្ចមិនផុតពីទឹកមុនផងទេ ដល់ថ្នាក់នឹងផងឯងប្រយ័ត្នដេកហាភ្លៀងទេ បងអត់ចង់រស់នៅជាមួយព្រីទេអូនឯងគួរតែយល់ចិត្តបងផង ឈប់កាត់រឿងស្អីដែលវាលើសលើអញ្ចឹងទៅហ៎ប្តីកូនតូចអញ្ចឹងមែន វាអត់ពាក់ព័ន្ធអីជាមួយនឹងកូនតូលឬក៏កូនពៅអីទេតែបងខ្លាច ហូបបាយទៅកុំខ្លាចនំជារឿងពេកប្រយ័ត្នឈឺខ្លួនអន់បើទៅបងអញនោះ បាន នាថ្ងៃបន្ទាប់ប្តីប្រពន្ធអ្នកទាំងពីរដល់ផ្សារទិញបន្លែត្រីសាច់ពេលនោះខណៈដែលនារីកំពុងតែទិញសាច់ជ្រូកប្តីរបស់នាងក៏បានចេញពីនាងប្តីខ្ញុំតាណាទៀតហើយ មីអូនទិញសាច់ជ្រូកយកធ្វើអីច្រើនម៉េះនោះ ខ្ញុំចេះទៅហូប ទិញច្រើនអញ្ចឹងប្រយ័ត្នតែសល់ស្អុយណា ខ្ញុំចេះលុកលែងតាពូមិនទុកឲ្យស្អុយចោលទៅទេ អីមកតែម្នាក់ឯងទេអីរួចចាំមិនក៏នាំប្តីមកផង គាត់មិនដឹងបាត់ទៅណាទេហើយមកពីនេះតែលើកបាត់ប្តី តាមមើលប្តីផងប្រយ័ត្នតែជាប់នៅកន្លែងណាមួយអីក្នុងផ្សារនេះ ក្នុងផ្សារនឹងមានអីគេមែនពូបានជាត្រូវឲ្យខ្ញុំតាមមើលប្តីអញ្ចឹងមនុស្សគាត់ធំហើយត្រូវឲ្យតាមមើលដោយកូនក្មេងចាំម៉េចទេ នៅក្នុងផ្សារយើងឥឡូវនេះមានកន្លែងលក់មួយដែលមានមនុស្សជុំតែចោមរោមមើលស្រីស្អាតហើយក្មួយអត់ដឹងទេអី ខ្ញុំអត់សូវចាប់អារម្មណ៍ពីរឿងអស់ហ្នឹងទេពូព្រោះថារវល់ធ្វើស្រែចម្ការ បើដូច្នេះទៅតាមមើលប្តីផងទៅសង្ស័យទៅដល់កន្លែងហ្នឹងបាត់ហើយ អរគុណហើយអញ្ចឹងខ្ញុំនឹងទៅរកគាត់ថាហើយណារីដើរចេញពីតូបពូលក់សាច់ជ្រូកដើរជារឿយៗក៏ឃើញថាមនុស្សជុំគ្នាដោយសម្ដីរបស់គាត់មែនហ៎ដល់ក៏ហើយប្រពន្ធតាមតនដឹងតែរត់ចាច់ជើងគ្នាមិនខានទេហ៎ប្តីខ្ញុំនៅនឹងជាមួយគេដែរឬអត់ហ្នឹងបើនៅណាដឹងតែត្រូវហើយមានប្រពន្ធរួចហើយនៅមកចង់មើលស្រីស្អាតរកអីទៀតណារីដើររកប្តីក៏ប្រទះឃើញប្តីកំពុងតែទិញនំចំណីជូនលោកតាដៃចាស់ជរាម្នាក់អង្គុយសុំទាននៅក្នុងផ្សារនេះបង ទិញមកហូបរួចហើយនៅ រួចអស់ហើយ លោកតាបើអញ្ចឹងខ្ញុំសុំលាទៅវិញសិនហើយបាទ អរគុណហើយណាចៅប្រុសឃើញតាបែបនេះមកសួរនាំហើយថែមទាំងទិញនំចំណីឲ្យតាហូបទៀតតាអត់មានអីហូបតាំងតែពីម្សិលមិញមកម្លេះហៅសឹងដាច់ពោះទៅហើយចៅអើយ បាទអត់ជាបញ្ហាអីទេខ្ញុំជួយបានតែបន្តិចបន្តួចប៉ុណ្ណោះទេលោកតា ចៅប្រុសនិងប្រពន្ធរៀបការជាមួយគ្នាយូរហើយនៅ យូរក្រែលដែរហើយលោកតា តាអរគុណម្ដងទៀតណាចៅប្រុសចៅស្រី អរគុណតែប្តីខ្ញុំបានហើយគាត់ជាអ្នកដែលជួយលោកតាខ្ញុំអត់បានជួយអីនោះទេ ប្តីប្រពន្ធចៅក៏មានសន្តានចិត្តល្អដូចគ្នាដែលមិនបានបង្ងើយកន្តើយពេលឃើញចាស់ជរាបែបនេះតាមិនបានធ្វើពុតទៀមទាក្តីអាណិតពីចៅទេតាគឺស្ថិតនៅក្នុងសភាពបែបនេះពិតមែននេះដោយសារតែតាជាមនុស្សដែលលោភលន់ពេកពេលមានបានយកលុយទៅធ្វើនេះធ្វើនោះសុទ្ធតែរឿងដែលអត់ប្រយោជន៍រហូតមកដល់ចាស់ចំណាស់នេះវាលែងសល់អ្វីទៀតទៅហើយឯកូនក៏លែងចង់មើលមុខដោយសារតែគេហាមមិនឲ្យធ្វើអ្វីមួយហើយមិនស្ដាប់គេតាយល់តែសោកស្ដាយខ្លាំងណាស់កាលនៅមានទ្រព្យមិនចែកដល់កូនចៅហើយបែរជាយកទៅបំផ្លាញជំពាក់គេធ្វើឲ្យកូនតាមសងជំនួសដូច្នេះហើយតាក៏មានអារម្មណ៍ថាខុសទើបចាកចេញពីពួកគេមិនចង់ឲ្យពួកគេនៅឃើញមុខទៀតតាសូមផ្ដាំទៅចៅទាំងពីរថាបើមានលុយមានទ្រព្យចូលដាក់ទុនចំពោះអ្វីដែលមានប្រយោជន៍កុំឲ្យមានការសោកស្ដាយដូចជាតាពេលចាស់ទៅ បាទលោកតាបើអញ្ចឹងខ្ញុំលាសិនហើយ បាទ ប្តីប្រពន្ធអ្នកទាំងពីរក៏បានមកដល់ផ្ទះវិញ អូនឯងកុំសូវចំណាយលុយផ្ដេសផ្ដាស់ទៀតយល់ទេ ខ្ញុំចំណាយអីខ្លះផ្ដេសផ្ដាស់និយាយបន្តិចមក បងនិយាយចោលទេអត់មានអីផ្ដេសផ្ដាស់ឯណាអូនទៅធ្វើមកហូបទៅបងឃ្លានហើយក ុំចេះតែនិយាយរឿងខ្លះលាក់ទៅបើសិនជាការប៉ັດក៏ដោយជាប្រពន្ធខ្លួនអញសោះចាប់កំហុសម្លេះ បាទបងយល់បងអត់ចេះតែនិយាយទៀតទេ នាពេលជប់ឡើងដេកនៅលើគ្រែសុកស្រាប់តែដារុនក្រោកពីលើគ្រែដើរចេញពីក្នុងផ្ទះណារីបាត់ប្តីពេលនោះនាងក៏បានដើរចេញមកក្រៅបែរជាឃើញគេកំពុងតែថ្វាយបង្គំគ្រូ
រុនបងឯងធ្វើអីតាំងជប់បាត់ហ្នឹងហើយកុំចូលមកចិត្តខ្ញុំណារីរត់ចូលទៅក្នុងផ្ទះបិទទ្វារយ៉ាងលឿនហើយគាត់តាមមករកឬអត់ហ្នឹង នារីអូនឯងកើតអីហ្នឹង ណារីលើសំឡេងចេញពីក្រោយខ្នងនាងក៏ភ័យមិនស្ទើរកុំចូលមកចិត្តខ្ញុំហើយថយចេញទៅថយ កើតស្អីដេកសុកមកឈរស្រែកលោឡាអញ្ចឹងទៅកើតដែរអត់គ្រប់ទឹកមិនមែនដេកទៅវិញទៅមនុស្សកំពុងតែដេកលក់ស្រួលផងហើយជួយខ្ញុំផងទៅហើយទឹកមុនណែណាណារីទៅយកទឹកមុនមកប្រោះលើប្តីទាំងបិទភ្នែកចិត្តឆឹង អូនដេកមកមើលអីហ្នឹងភ្ញាក់ឡើងអូន ដារុនអង្រួនប្រពន្ធតតែដឹងខ្លួនមកវិញហើយបងឯង ដេកមកមើលយកទឹកមុនមកប្រោះដាក់បងធ្វើអីបងមិនមែនខ្មោចទេ មុននឹងខ្ញុំដេកមកមើលមែនទេ អូនឯងដេកមកមើលក្បែរព្រឹកហ្នឹងបងដាស់តម្រាំតែភ្ញាក់ ហើយខ្ញុំយល់សប្តាហ៍បងឯងថ្វាយបង្គំអីមិនដឹងទេកណ្ដាលជប់ ដូចបងយល់សប្តាហ៍អូនឯងជាព្រាយដែរហ្នឹងវាភ័យបែបហ្នឹងណាយល់អារម្មណ៍បងពេលភ័យហើយនៅគឺវាស្លន់អញ្ចឹង ចង់ហើយថាវាភ័យស្លន់ បើអញ្ចឹងឈប់ភ័យទៅយ៉ាងណាក៏នៅតែជាសុបិនដែរយើងកុំខ្លាចគ្នាអីណា ឈប់ខ្លាចគ្នាទៅអញ្ចឹងបងឯងក៏ឈប់ខ្លាចខ្ញុំដែរទៅព្រោះខ្ញុំមិនមែនព្រាយទេ ប្តីប្រពន្ធនឹងគ្នាមិនគួរខ្លាចគ្នាទេវាអត់ទំនង ចាបន្ទាប់ពីពួកគេយល់សប្តិឃើញហេតុការណ៍ដ៏គួរឲ្យខ្លាចទៅវិញទៅមកហើយអ្នកទាំងពីរក៏បានឲ្យឪពុកម្ដាយទាំងសងខាងស្រោចទឹកឲ្យខ្លួនដើម្បីបណ្ដេញភាពភ័យខ្លាចនោះចេញពីខ្លួនចាប់តាំងពីថ្ងៃនោះអ្នកទាំងពីរក៏លែងដេកយល់សប្តិឃើញនៅរឿងមិនល្អបែបនោះទៀតដូចគ្នារឿងខ្សែជីវិតនៅក្នុងភូមិមួយមានក្មេងស្រីកំព្រាឪពុកម្ដាយម្នាក់នាងមានឈ្មោះថាសុនីតាជារៀងរាល់ថ្ងៃសុនីតានាងតែងតែចេញទៅក្នុងព្រៃរកបេះផ្សិតនិងបន្លែព្រៃផ្សេងៗយកមកលក់ឲ្យអ្នកភូមិជាប្រចាំហេតុអីថ្ងៃនេះខ្ញុំរកផ្សិតមិនបានសោះអញ្ចឹងបើនៅតែយ៉ាងនេះទៀតខ្ញុំប្រកាសជាគ្មានអីហូបនោះទេមែនហើយនៅក្បែរមាត់បឹងនោះប្រហែលជាមានផ្សិតដោះខ្លះហើយខ្ញុំគួរតែទៅរកបេះផ្សិតនៅទីនោះសិនសុនីតានាងក៏បានដើរទៅរកបេះផ្សិតនៅក្បែរមាត់បឹងនោះនាងដើរមិនបានប្រយ័ត្នក៏បានរអិលជើងធ្លាក់ចូលទៅក្នុងបឹងនោះជួយផងមានអ្នកណានៅក្បែរនេះទេសូមជួយខ្ញុំផងរំពេចនោះមានបរិសម្នាក់បានដើរមកដល់ទីនោះហើយគេក៏បានហក់ទៅជួយសុនីតាភ្លាមវុទ្ធថាគេក៏បានស្រង់យកសុនីតាឡើងមកដល់លើគោ នាងតើនាងមិនអីទេមែនទេ ខ្ញុំមិនអីទេលោកអរគុណលោកខ្លាំងណាស់ដែលបានមកជួយខ្ញុំតាន់ពេលបើសិនជាគ្មានលោកទេនោះខ្ញុំប្រកាសជាស្លាប់ខ្លាចទៅជាខ្មោចនៅទីនេះជាមិនខានទេ មិនអីទេនាងមិនកើតអីគឺល្អហើយនិយាយអញ្ចឹងតើនាងឈ្មោះអីហើយមកពីណាដែរមិនបានជានាងមកដើរនៅក្នុងព្រៃនេះតែម្នាក់ឯងទៅវិញខ្ញុំឈ្មោះសុនីតាខ្ញុំគឺជាអ្នកភូមិនៅក្បែរនេះហើយខ្ញុំតែងតែមកបែបផ្សិតនៅក្នុងព្រៃនេះជាប្រចាំចុះតើលោកមានឈ្មោះអ្វីហើយមកពីណាដែរ ខ្ញុំឈ្មោះវុទ្ធាខ្ញុំគឺជាកូនលោកសេដ្ឋីនៅភូមិក្បែរនេះពេលនេះនាងបានធូរហើយនាងប្រាប់ផ្លូវខ្ញុំមកចាំខ្ញុំជូននាងត្រឡប់ទៅផ្ទះវិញមិនអីទេលោកត្រឹមតែលោកជួយជីវិតខ្ញុំប៉ុណ្ណេះខ្ញុំក៏អរគុណលោកណាស់ទៅហើយខ្ញុំមិនចង់រំខានលោកច្រើនជាងនេះទៀតទេគឺខ្ញុំក្រែងចិត្តលោកណាស់ មិនបាច់ក្រែងចិត្តអីទេនាងត្រឹមតែរឹងប៉ុណ្ណឹងមករំខានអ្វីដល់ខ្ញុំនោះទេហើយម្យ៉ាងទៀតខ្ញុំក៏កំពុងតែធ្វើដំណើរទៅភូមិនោះដែរតាបានចឹងយកប្រញាប់ចេញដំណើរទៅព្រោះមិនក៏មើលទៅដូចជាចិត្តយប់ដែរហើយអ្នកទាំងពីរក៏បានធ្វើដំណើរចេញទៅមិនយូរប៉ុន្មានពួកគេក៏បានមកដល់ផ្ទះសុនីតាខ្ញុំអរគុណលោកខ្លាំងណាស់ដែលបានជូនខ្ញុំមកនិយាយអញ្ចឹងតើលោកមកភូមិនេះមានធរៈអ្វីដែរទេ ខ្ញុំមកនេះគឺមានបំណងចង់មកធ្វើចំនួនលោកឪពុកខ្ញុំមែនហើយតើឪពុកម្ដាយរបស់នាងនៅណាខ្ញុំចង់ចូលទៅជម្រាបសួរពួកលោកបន្តិចខ្ញុំគ្មានឪពុកម្ដាយនោះទេលោកពួកគាត់តាំងពីបានស្លាប់ចោលខ្ញុំតាំងពីខ្ញុំមានអាយុ8ឆ្នាំមកម្ល៉េះគឺខ្ញុំតស៊ូទ្រាំលុះនៅទីនេះតែម្នាក់ឯងច្រើនឆ្នាំមកហើយខ្ញុំសុំទោសផងដែលរំលឹករឿងនេះឡើងធ្វើឲ្យនាងមិនសប្បាយចិត្តនោះ មិនអីទេលោកខ្ញុំមិនប្រកាន់អីនោះទេចុះតើថ្ងៃនេះលោកគិតទៅសម្រាប់អ្នកណាវិញតាមពិតទៅគឺខ្ញុំមិនទាន់ដឹងថាត្រូវទៅសម្រាប់នៅកន្លែងណាដែរមិនអីទេអញ្ចឹងខ្ញុំលាទៅសិនហើយព្រោះខ្ញុំត្រូវចេញទៅរកកន្លែងសម្រាប់ផងឈប់សិនលោកបើសិនជាលោកពីបាត់រកកន្លែងសម្រាប់ណាលោកអាចសម្រាប់នៅផ្ទះរបស់ខ្ញុំមួយយប់សិនក៏បានខ្ញុំមិនប្រកាន់អ្វីទេតែខ្ញុំគិតថាដូចជាមិនសមទេដឹងនាងជាស្រីហើយនៅតែម្នាក់ឯងផងបានអ្នកភូមិឃើញគឺច្បាស់ជានិយាយបងខូចកិត្តិយសនាងជាមិនខានទេមិនអីទេឲ្យគេនិយាយយ៉ាងម៉េចក៏ស្រេចតែគេចោះសំខាន់ឲ្យតែយើងមិនធ្វើដូចអ្វីដែលគេបាននិយាយទៅគឺបានហើយមិនអីទេណាចាត់ទុកថាខ្ញុំសងគុណលោកដែលបានជួយជីវិតខ្ញុំទៅចោះវុទ្ធាគេក៏បានសម្រាប់នៅទីនោះលុះស្អែកឡើងគេក៏បានលាសុនីតាចេញទៅវិញខ្ញុំលាសិនហើយនាងខ្ញុំអរគុណណាស់ដែលនាងបានឲ្យកន្លែងខ្ញុំសម្រាប់កាលពីយប់មិញនេះ មិនអីទេលោកសូមធ្វើដំណើរដោយសុវត្ថិភាពណា
និយាយរួចវត្តថាក៏បានចាក់ចេញទៅគេចេញទៅប៉ិតមែនប៉ុន្តែចិត្តរបស់គេបានលួចស្រឡាញ់សុនីតាបាត់ទៅហើយចំណែកឯសុនីតាវិញក៏លួចមានចិត្តស្រឡាញ់វត្តថាដូចគ្នាលុះប្រហែលថ្ងៃក្រោយមកពេលដែលវត្តថាបានត្រឡប់មកពីធ្វើជំនួញវិញលោកពងអ្នកម៉ែកូនត្រឡប់មកវិញហើយ វត្តថាកូនត្រឡប់មកវិញហើយមែនទេម៉ែសប្បាយចិត្តខ្លាំងណាស់អូមែនហើយម៉ែគឺមានរឿងល្អចង់ប្រាប់កូនឲ្យបានដឹងតើមានរឿងអីមែនទេអ្នកម៉ែគឺម៉ែនឹងឲ្យកូនរៀបការជាមួយនឹងកូនលោកជំទាវម៉ាឡៃដែលគាត់គឺជាអ្នកមានមុខមាត់ម្នាក់នៅក្នុងស្រុកនេះដឹងទេកូនអត់ទេអ្នកម៉ែកូនមានអ្នកដែលកូនស្រឡាញ់រួចទៅហើយកូនមិនរៀបការជាមួយអ្នកណាទាំងអស់ក្រៅពីអ្នកដែលកូនស្រឡាញ់មិនបានកូនត្រូវតែរៀបការជាមួយមនុស្សដែលម៉ែបានជ្រើសរើសឲ្យដាច់ខាតណែលោកបងសូមជួយនិយាយជាមួយកូនរបស់យើងផងទៅកុំនៅស្ងៀមឆឹងអញ្ចឹងនោះរឿងនេះគួរតែទុកឲ្យកូនជាអ្នកសម្រេចចិត្តដោយខ្លួនគេទៅព្រោះជាជីវិតរបស់គេយើងមិនអាចបង្ខំគេបានទេវុฒថាបើកូនមានអ្នកដែលកូនស្រឡាញ់ហើយកូនប្រញាប់នាំនាងមកជួបពុកម៉ែមកទោះជានាងក្រីក្រយ៉ាងណាក៏ពុកមិនប្រកាន់ដែរសំខាន់ឲ្យតែគេជាមនុស្សល្អនិងស្រឡាញ់កូនដោយស្មោះទៅគឺបានហើយពិតមែនទេលោកពងកូនអរគុណខ្លាំងណាស់ដែលលោកពុកយល់ពីចិត្តរបស់កូនបញ្ចឹងស្អែកកូននឹងប្រញាប់ទៅនាំនាងយកមកជួបនឹងលោកពុកភ្លាមលុះស្អែកឡើងវត្តថាក៏បានទៅជួបនឹងសូនីតាភ្លាមខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានជួបលោកម្ដងទៀតខ្ញុំក៏សប្បាយចិត្តដូចគ្នាដែរនិយាយអញ្ចឹងតើលោកមកទីនេះមានការអ្វីមែនទេសូនីតាតាមពិតខ្ញុំបានលងស្រឡាញ់នាងយូរមកហើយខ្ញុំមកនេះគឺចង់សុំឲ្យនាងរៀបការជាមួយខ្ញុំតើនាងព្រមដែរទេខ្ញុំគ្រាន់តែជាក្មេងកំព្រាក្រីក្រម្នាក់តែប៉ុណ្ណោះតើលោកមិនប្រកាន់នឹងខ្ញុំតែមែនទេខ្ញុំស្រឡាញ់នាងព្រោះនាងជាមនុស្សល្អខ្ញុំមិនដែលខ្វល់ពីទ្រព្យសម្បត្តិមាសប្រាក់អ្វីនោះទេដោយមានចិត្តស្រឡាញ់វត្តថាដូចគ្នាសូនីតានាងក៏បានយល់ព្រមរួចហើយអ្នកទាំងពីរក៏បានធ្វើដំណើរចេញទៅជាមួយគ្នាក្រោយពីចំណាយពេលពេញមួយថ្ងៃពួកគេក៏បានមកដល់ផ្ទះរបស់វត្តថាលោកពងអ្នកម៉ែកូនបាននាំមនុស្សដែលកូនស្រឡាញ់មកដល់ហើយល្អណាស់កូនពុកនឹងរៀបចំពិធីរៀបការឲ្យកូនទាំងពីរឆាប់នេះហើយកុំបារម្ភឥឡូវកូនឆាប់នាំនាងទៅសម្រាកសិនចុះព្រោះនាងធ្វើដំណើរពេញមួយថ្ងៃហត់នឿយណាស់ហើយចំណែកឯអ្នកស្រីឆោមវិញគាត់មិនពេញចិត្តនឹងសុនីតានោះទេហើយមិនយូរប៉ុន្មានពិធីរៀបការក៏បានរៀបចំរួចរាល់សពគ្រប់ក្រោយពីរៀបការបានមួយរយៈលោកសេដ្ឋីនិងវុធាក៏ត្រូវចេញទៅធ្វើជំនួញនៅឯស្រុកផ្សេងណែអូនបងត្រូវទៅធ្វើជំនួញនៅឯស្រុកឆ្ងាយមួយរយៈអូននៅផ្ទះមើលថែរក្សាខ្លួនផងណាកុំបារម្ភអីលោកបងខ្ញុំនឹងមើលថែខ្លួនឲ្យបានល្អបងទៅសិនហើយណាសូនីតាអូនត្រូវចេះថែរក្សាខ្លួននិងជួយមើលថែអ្នកម៉ែផងណាកុំបារម្ភអីបងអូននឹងមើលថែអ្នកម៉ែឲ្យបានល្អណានិយាយរួចហើយអ្នកទាំងពីរក៏បានចេញដំណើរទៅភ្លាមចំណែកឯលោកជំទាវឆោមវិញពេលដែលឃើញប្តីនិងកូនរបស់ខ្លួនចេញទៅបាត់គាត់ក៏បានចាប់ផ្ដើមរកវិធីកម្ចាត់សុនីតាចេញពីផ្ទះអ្នកម៉ែឡើងទៅចាំនៅខាងលើផ្ទះមុនចុះចាំកូនរៀបចំបាយសម្លលើកជូនអ្នកម៉ែពិសាអ្នកណាជាម៉ែរបស់នាងយើងមិនដែលមានកូនប្រសាក្ររហាមដូចជានាងឯងនោះទេហេតុអីបានជាម៉ែមានប្រសាបែបនេះខ្ញុំបានរៀបការជាមួយកូនប្រុសរបស់អ្នកម៉ែរួចទៅហើយក្រែងអ្នកគ្រប់គ្នាក៏បានចូលស្រុកដែរមែនទេនាងរៀបការជាមួយកូនយើងពិតមែនតែយើងមិនបានទទួលស្គាល់នាងឲ្យមកធ្វើជាកូនប្រសាររបស់យើងនោះទេទៅឆាប់ចេញពីផ្ទះរបស់យើងភ្លាមទៅបើមិនចង់ឲ្យយើងហៅពួកអាដៃមកអុកក្បាលនាងឯងចេញនោះសូនីតាក៏ត្រូវបានលោកជំទាវឆោមបណ្ដេញចេញពីផ្ទះចំណែកឯលោកជំទាវឆោមវិញក្រោយពីបានបណ្ដេញសូនីតាចេញពីផ្ទះហើយនោះគាត់ក៏មានចិត្តសប្បាយរីករាយយ៉ាងខ្លាំងលុះប៉ុន្មានថ្ងៃក្រោយមកលោកសេដ្ឋីនិងវុធាក៏បានត្រឡប់មកពីធ្វើជំនួញវិញលោកបងត្រឡប់មកវិញហើយមែនទេខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់អ្នកម៉ែឯណាប្រពន្ធខ្ញុំនោះខ្ញុំត្រឡប់មកដល់យូរហើយតែហេតុអីក៏មិនឃើញនាងចេញមកទទួលខ្ញុំសោះអញ្ចឹងតែនាងមិនស្រួលខ្លួនមែនទេអ្នកម៉ែគឺថាម៉ែមិនដឹងជានិយាយប្រាប់កូនបែបណាទៅល្អទេណាមានរឿងអីទៅអ្នកម៉ែឆាប់ប្រាប់កូនមកគឺថានៅពេលដែលកូនមិននៅជាមួយមិនបានប្រហែលថ្ងៃផងប្រពន្ធរបស់កូននោះគឺវាក៏លួចទៅមានសហាយស្មន់ជាមួយនឹងប្រុសផ្សេងនៅពេលដែលម៉ែតាមតនណាវាក៏រត់គេចទៅបាត់ទៅព្រមទាំងបានលួចទ្រព្យសម្បត្តិរបស់យើងមួយចំនួនទៅជាមួយទៀតផងមិនពិតទេប្រពន្ធខ្ញុំមិនមែនជាមនុស្សបែបនេះនោះទេខ្ញុំមិនជឿទេអ្នកម៉ែច្បាស់ជាកុហកខ្ញុំហើយបើកូនមិនជឿកូនអាចសួរពួកអ្នកបម្រើនៅទីនេះក៏បានពួកវាសុទ្ធតែដឹងរឿងនេះទាំងអស់លោកជំទាវឆោមក៏បានគម្រាមប្រាប់អ្នកបម្រើទាំងអស់មិនឲ្យនិយាយពីការពិតប្រាប់វុធានិងលោកសេដ្ឋីឡើយចំណែកឯវុធាពេលដែលសួរពួកអ្នកបម្រើគ្រប់គ្នាទាំងអស់គេឆ្លើយដូចគ្នាក៏ធ្វើឲ្យវុធាលងជឿពិតមែនថាសុនីតាពិតជាមានប្រុសថ្មីតើប្រត់ចាស់រូគេថ្ងៃមួយពេលដែលលោកសេដ្ឋីនិងលោកជំទាវឆោមមិននៅក៏មានអ្នកបម្រើម្នាក់លួចមកនិយាយជាមួយនឹងវុធានាងមានការអីជាមួយយើងមែនទេចាអ្នកប្រុស
គឺថាខ្ញុំមានរឿងសំខាន់មួយចង់ប្រាប់អ្នកប្រុសការប៉ັດអ្នកនាងសុនីតាគាត់មិនបានមានសហាយស្មន់ដោយពាក្យដែលលោកស្រីបាននិយាយនោះទេគឺគាត់ត្រូវបានលោកស្រីបណ្ដេញចេញពីផ្ទះតាំងពីថ្ងៃដែលលោកប្រុសចេញទៅធ្វើចំនួនជាមួយនឹងលោកសេដ្ឋីមកម្ល៉េះលោកស្រីគាត់បានគម្រាមឲ្យអ្នកគ្រប់គ្នាហាមនិយាយការប៉ັດប្រាប់ដល់លោកប្រុសខ្ញុំមកនេះគឺមកតែបន្ថយនោះទេព្រោះខ្ញុំអាណិតអ្នកប្រុសនិងអ្នកនាងសុនីតាពេក ថាម៉េចតានាងនិយាយនេះជាការពិតមែនទេពុទ្ធោប្រពន្ធបងពេលនេះតាអូនយ៉ាងម៉េចទៅហើយបងពិតជាអាក្រក់ខ្លាំងណាស់ដែលមិនអាចមើលថែអូនឲ្យបានល្អហេតុអីជីវិតអូនមិនដែលជួបសេចក្តីសុខដូចជាគេទាល់តែសោះអញ្ចឹង លោកពេទ្យដែលលោកសេដ្ឋីត្រឡប់មកវិញវត្តថាគេក៏បានចូលទៅនិយាយជាមួយម្ដាយរបស់គេទាំងខឹងសម្បា អ្នកម៉ែហេតុអីក៏អ្នកម៉ែកុហកខ្ញុំទៅវិញអ្នកម៉ែបានបណ្ដេញប្រពន្ធខ្ញុំចេញពីផ្ទះហើយចោទថានាងមានសហាយស្មន់ទៅវិញអ្នកម៉ែធ្វើបែបនេះតើសមដែរទេអ្នកម៉ែកំពុងតែធ្វើឲ្យមនុស្សស្លូតត្រង់ត្រូវរងទុក្ខព្រោះតែអ្នកម៉ែឲ្យដឹងទេតើមានរឿងអីកើតឡើងនឹងពុទ្ធថាតើកូននិយាយនេះគឺជាការពិតមែនទេណែអូនឆោមឆ្លើយនឹងបងភ្លាមមក មែនហើយខ្ញុំជាអ្នកបណ្ដេញនាងនោះចេញពីផ្ទះរបស់យើងពិតមែន ហេតុអីក៏អូនធ្វើបែបនេះទៅវិញបងពិតជាអស់សង្ឃឹមលើអូនខ្លាំងណាស់អូនមិនគួរជាមនុស្សបែបនេះតតែសោះ និយាយត្រង់ចោះខ្ញុំមិនពេញចិត្តនាងនោះអីសូម្បីតែបន្តិចក្រក៏ក្រហើយមិនដឹងថាមានប្រវត្តិមកពីណាឲ្យច្បាស់លាស់ទៀតនាងរៀបការជាមួយនឹងកូនប្រុសយើងគឺគ្រាន់តែចង់បានទ្រព្យសម្បត្តិរបស់យើងតែប៉ុណ្ណោះ ខ្ញុំស្គាល់អូនសូនីតាច្បាស់ណាស់នាងមិនមែនជាមនុស្សដែលមើលឃើញពីទ្រព្យសម្បត្តិយើងនោះទេកូនប្រុសកូនឆាប់ទៅនាំកូនប្រសាត្រឡប់មកផ្ទះយើងវិញភ្លាមមកថ្មើរនេះគេប្រហែលជាពិបាកខ្លាំងណាស់ហើយពុកពិតជាអាណិតគេខ្លាំងណាស់នាងគ្មានទាំងបងប្អូនសាច់ញាតិហើយត្រូវមកជួបរឿងបែបនេះទៀតពិតមែនហើយពងនាងពិតជាគួរអាណិតខ្លាំងណាស់នាងខំយកជីវិតមកផ្ញើជាមួយខ្ញុំគិតថានឹងមានសេចក្តីសុខហើយតែមិនស្មានថាបែរជាត្រូវគេមើលងាយថ្មេះតេះឌីលបែបនេះតតែសោះមិនអីទេកុំអារម្មណ៍អីលោកពងខ្ញុំនឹងទៅនាំនាងត្រឡប់មកនៅផ្ទះយើងវិញ និយាយចប់វត្តថាគេក៏បានប្រញាប់ចេញទៅភ្លាមលោកពេលទៅដល់គេក៏បានឃើញសុនីតានៅឈរយ៉ាងស្រងត់ស្រងាត់តែម្នាក់ឯង សូនីតាអូន នេះតាបងត្រឡប់មកវិញហើយមែនទេអូនពិតជាសប្បាយចិត្តខ្លាំងណាស់ ឲ្យបងសុំទោសផងណាដែលមើលថែអូនមិនបានល្អបងពិតជាអាក្រក់ខ្លាំងណាស់ មិនអីទេអូនមិនដែលខឹងនឹងបងនោះទេ ពេលនេះបងមកទទួលអូនទៅផ្ទះរបស់យើងវិញហើយបងសន្យាថានឹងមិនឲ្យអ្នកម៉ែធ្វើបាបអូនម្ដងទៀតនោះទេ អ្នកទាំងពីរក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ពួកគេវិញពេលទៅដល់ពួកគេក៏បានរស់នៅជាមួយគ្នាជាធម្មតាចំណែកឯលោកជំទាវឆោមគាត់នៅតែមិនពេញចិត្តនឹងសុនីតាដដែលលុះច្រើនខែកន្លងផុតទៅលោកជំទាវឆោមក៏បានធ្លាក់ខ្លួនឈឺពេលនោះសុនីតានាងក៏បានមើលថែទាំងយកចិត្តទុកដាក់លោកជំទាវឆោមយ៉ាងម៉ត់ចត់បំផុតលោកជំទាវឆោមពេលដែលឃើញសុនីតាមើលថែខ្លួនគាត់ដោយមិនគិតពីការនឿយហត់បែបនេះគាត់ក៏បានចាប់ផ្ដើមអាណិតស្រឡាញ់សុនីតាវិញដូចគ្នាម៉ែអរគុណកូនខ្លាំងណាស់ដែលកូនតែតែមើលថែយកចិត្តទុកដាក់ម៉ែរហូតមកហើយម៉ែក៏សុំទោសកូនផងដែរដែលម៉ែធ្លាប់ធ្វើអាក្រក់ដាក់កូនកន្លងមកសុំកូនលើកលែងទោសឲ្យម៉ែផងណាសុនីតាកូនមិនដែលខឹងស្អប់នឹងអ្នកម៉ែបន្តិចនោះទេអ្នកម៉ែក៏ដូចជាអ្នកម៉ែបង្កើតរបស់កូនដែរទោះបីជាយ៉ាងណាក៏ដោយកូននៅតែគោរពស្រឡាញ់អ្នកម៉ែជានិច្ចម៉ែអរគុណកូនខ្លាំងណាស់ដែលកូនមិនខឹងស្អប់នឹងម៉ែចាប់ពីថ្ងៃនេះតទៅយើងនឹងរស់នៅជាមួយគ្នាយ៉ាងសុខសាន្តរហូតណាកូន